ปัจจุบันนี้ยังมีการសហការរួមគ្នាជាមួយនឹងក្រុមហ៊ុន BM ដោយសារតែយើងឃើញថាបញ្ហាបច្ចេកទេសដែលយើងជាដំបូងយើងចូលមកជួយគាត់ហើយនឹងធាតុចូលមួយចំនួនដែលយើងជាក្រុមហ៊ុននៅក្នុងស្រុកហើយគោលបំណងរបស់គាត់ស្នើមកយើងទីមួយយើងជួយបច្ចេកទេសជាដំបូងហើយយកផលិតផលរបស់យើងគឺជាពិសេសគឺជីធម្មជាតិនោះយកមកចូលមកនៅក្នុងក្រុមហ៊ុនហ្នឹងដើម្បីជួយទៅដល់កសិករដើម្បីក្នុងគោលបំណងកាត់បន្ថយគីមីហ្នឹងក្រុមហ៊ុន BM គាត់មានទស្សនវិស័យរួមគ្នាជាមួយនឹងហ៊ុយយន្តទី1ហ្នឹងធ្វើយ៉ាងម៉េចឲ្យប្រជាពលរដ្ឋហ្នឹងមានប្រាក់ចំណេញមានន័យថាអ្នកផលិតគឺកសិករដែលគាត់មានប្រាក់ចំណេញអានេះគឺជាលក្ខណៈរួមគ្នាហើយទី2គឺរឿងពាក់ព័ន្ធនឹងបរិស្ថានឬក៏និរន្តរភាពសម្រាប់ធ្វើស្រែហ្នឹងធ្វើយ៉ាងម៉េចដើម្បីឲ្យវាបានយូរអង្វែងមិនមែនយើងធ្វើតែ2 3ឆ្នាំហើយខូចដីទេហើយពិសេសគឺ BM ហ្នឹងគឺជាមួយនឹងហ៊ុយយន្តដែលគិតគូរខ្លាំងគេគឺពាក់ព័ន្ធជាមួយនឹងបរិស្ថាននៅជុំវិញដែលក្នុងការដែលយើងផលិតស្រូវហ្នឹងជាលក្ខណៈរួមគ្នាបាទទី1បន្ទាប់ពីយើងបានសហការរយៈពេលប្រហែលឆ្នាំនេះមកយើងជួយធំជាងគេគឺកាត់បន្ថយការប្រើប្រាស់ជីគីមី 50% ដែលយើងធ្វើស្រែបង្ហាញទៅដល់ប្រជាកសិករអាហ្នឹងគឺបង្ហាញជាក់ស្ដែងទៅដល់គាត់ពីព្រោះយើងមិនមែនចេះតែនិយាយហើយបន្ទាប់មកយើងធ្វើអត់បានឲ្យបង្ហាញគាត់ទេអាហ្នឹងក៏អត់ជឿដែរព្រោះកសិករសម័យនេះគឺគាត់ទំនើបដែរអញ្ចឹងយើងត្រូវតែធ្វើបង្ហាញឲ្យគាត់ហើយបន្ទាប់មកយើងឃើញជាក់ស្ដែងថាយើងពិតជាកាត់បន្ថយការចំណាយហើយនឹងកាត់បន្ថយគីមី 50% ពិតប្រាកដមែនហើយទិន្នផលគឺអត់មានបាត់ទេអញ្ចឹងគាត់មានប្រាក់ចំណេញហើយបន្ទាប់មកហ៊ុយយន្តក៏បានចូលរួមចំណែកយ៉ាងខ្លាំងពាក់ព័ន្ធនឹងរឿងបច្ចេកទេសហើយតាមដានរហូតតែម្ដងអញ្ចឹង BM បានតម្លាក់នៅរាល់បច្ចេកទេសដែលជាស្តង់ដារមួយនៅក្នុងស្រុកខ្មែរយើងដើម្បីឲ្យធ្វើយ៉ាងម៉េចឲ្យកសិករគាត់មានប្រាក់ចំណេញកាន់តែខ្ពស់ជាធម្មតាយើងដឹងហើយថាបច្ចុប្បន្នដោយសារតែស្រូវហ្នឹងវាមានបញ្ហាទៅលើតម្លៃប៉ុន្តែបើយើងងាកមកខាង BM វិញយើងបានធ្វើកុងត្រាតម្លៃមុនអញ្ចឹងយើងមានជំរើសពីរជូនដល់ពួកគាត់ទី1គឺតម្លៃត្រូវបានកុងត្រាហើយបានឲ្យផលិតឲ្យយើងចំណុចទី2គឺមានន័យថាតម្លៃលើទីផ្សារប៉ុន្តែជាទូទៅនៅកន្លែងនេះប្រជាពលរដ្ឋនៅខាងកំពង់ធំផ្ទាល់តែម្ដងគាត់ជ្រើសរើសយកតម្លៃមួយដែលកំណត់ពីខាងក្រុមហ៊ុន BM អញ្ចឹងមានកត្តាអីខ្លះដែលយើងបានកំណត់ទី1គឺយើងបានកំណត់ពាក់ព័ន្ធជាមួយនឹងពូជបាទអាហ្នឹងគឺចំណុចដែលសំខាន់ជាងគេបំផុតគាត់ថាពូជដែលគាត់តម្លាក់ទៅគាត់នឹងទិញត្រឡប់មកវិញទាំងអស់បាទចំណុចទី2គឺពាក់ព័ន្ធនឹងបច្ចេកទេសដែលធ្វើយ៉ាងម៉េចឲ្យការចំណាយហ្នឹងឲ្យវាទាបទោះបីជាផលហ្នឹងវាបានដដែលមែនប៉ុន្តែគាត់នឹងបានបង្កើននៅការប្រាក់ចំណេញសម្រាប់ដល់ពួកគាត់ទាំងអស់គ្នានេះគឺជាចំណុចសំខាន់សម្រាប់ពួកយើងបានរួមគ្នាយើងផ្ដោតទៅលើតែកសិករដៃគូទេបើសិនជាកសិករដៃគូបើសិនតែយើងទិញក៏នៅក្នុងបរិមាណមួយដែលមានកំណត់ដែរប៉ុន្តែបើសិនជាកសិករដែលយើងជាដៃគូយើងទិញទាំងអស់តែម្ដងបាទមូលហេតុដោយសារយើងបានរៀបផែនការទៅលើទីផ្សារពីព្រោះយើងនៅពេលដែលយើងចាប់ដើមមានដៃគូផលិតហើយគឺយើងមានក្រុមដៃគូទីផ្សារតែម្ដងអញ្ចឹងការផលិតរបស់យើងគឺផលិតតម្រូវការនាំចេញទៅខាងក្រៅអញ្ចឹងត្រូវផលិតតាមស្តង់ដារដោយសារយើងមានកន្លែងវេចខ្ចប់ច្បាស់លាស់គុណភាពដែលជាចម្បងអញ្ចឹងគឺយើងយកទៅដល់ខាងទៅខាងក្រៅព្រោះយើងអត់បានធ្វើដើម្បីលក់នៅក្នុងស្រុកយើងទេបាទទស្សនៈធំរួមគ្នារវាងក្រុមហ៊ុន BM ជាមួយហ៊ុយយន្តដែលយើងកំពុងមកសហការគ្នាហើយនឹងដាក់គោលដៅធំជាងគេបំផុតហ្នឹងទី1គឺយើងចង់ដោះស្រាយបញ្ហាទីផ្សាររបស់ប្រជាកសិករដែលគាត់ល្អូអាទាំថានៅពេលដែលគាត់ផលិតបានហើយអត់ដឹងទីផ្សារនៅណាហើយតម្លៃប៉ុណ្ណាប៉ុន្តែបច្ចុប្បន្ននេះនឹងហើយជាចំណុចដែលយើងចង់ចូលរួមមែនទែនហើយចំណុចទី2ដែលពាក់ព័ន្ធតែធំជាងគេគាត់ធ្វើទៅវាច្រើនតែម្ដងបាន5តោនម្ដង2តោនម្ដង3តោនអញ្ចឹងទៅវាធ្វើឲ្យខាតបង់សម្រាប់នេះអញ្ចឹងយើងគិតគូរអស់ហ្នឹងសម្រាប់ទៅហ៊ុយយន្តគឺចូលរួមទៅជួយហើយចំណុចទី3គឺយើងព្យាយាមធ្វើរហចំណេះជំនាញឬក៏គេហៅថាបច្ចេកទេសថ្មីយកទៅឲ្យគាត់ប៉ុន្តែសម្រាប់នៅ BM លក្ខណៈពិសេសជាមួយនឹងហ៊ុយយន្តគឺយើងធ្វើការស្រាវជ្រាវនៅទីតាំងទីវាលហើយអស់បាននៅពេលដែលយើងបានផលជោគជ័យនៅរូបមន្តណាមួយព្រោះពីមួយឆ្នាំណាយើងធ្វើអានឹងរហូតដើម្បីយកទៅឲ្យកសិករគាត់ធ្វើតាមព្រោះយើងអត់បានយកកសិករធ្វើជា
nẹt bị sao để dương ọt phơi chẳng thế cứ dương miên ti liên ti đây vào dương cho bạc lót dương phớ mà đong chỉ pi đong bày đong liên rung của môn muối hai dương chun ta đo cả gì cò kiểm xét cứ phải chạy từ thay để dương bàn sao chiêu chia bật to chia bật top cho môi thanh niên nằng bà ở còn